ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមទាញចំណាប់អារម្មណ៍បងប្អូនទាំងអស់គ្នាបន្តិចជាមួយនឹងបញ្ហាព្រំដែនខ្ញុំសង្កេតឃើញថាមួយរយៈនេះបញ្ហាជាច្រើនផ្ទុះច្រើនរឿងពាក់ព័ន្ធជាមួយនឹងវិស័យអនឡាញឬក៏ពាក់ព័ន្ធជាមួយនឹងបុគ្គលឬក៏ឯកជនភាពរបស់បុគ្គលណាមួយចឹងទៅវាទៅជារឿងអស់ហ្នឹងវាសំខាន់ជាងរឿងប្រទេសជាតិដូចជាបញ្ហាព្រំដែនបងប្អូនទាំងអស់គ្នាប្រហែលជានៅចាំរឿងវីរៈកងទ័ពដែលគាត់បានពលីជីវិតដែលគាត់បានបដូរជីវិតដើម្បីការពារទឹកដីហ្នឹងហើយបងប្អូនប្រហែលជាគិតថាបងប្អូនវីរៈកងទ័ពប្រហែលជាទទួលបានការឧបត្ថម្ភឬក៏ទទួលបានប្រាក់ខែគ្រប់គ្រាន់ឬក៏អាហារស្បៀងឬក៏អីរបស់គាត់នឹងគ្រប់គ្រាន់បបហើយបងប្អូនប្រហែលជាគិតយល់ច្រឡំបែបហ្នឹងតាមមើលណាបានជាអាចនឹងស្ងាត់ព្រោះអីខ្មែរយើងថាយើងអាចជួយមកឆាវឬក៏ជួយមកឆាវប៉ុន្តែតាមក៏ពិតទៅកតាបកិច្ចនេះគឺជាកតាបកិច្ចរបស់រដ្ឋប៉ុន្តែវាជាពេលវេលាមួយដែលសំខាន់ត្រូវពលរដ្ឋទាំងអស់គ្នាសហការចូលរួមក៏ដូចជាការឧបត្ថម្ភអីចឹងទៅព្រោះអីវិស័យការពារជាតិរបស់យើងវាគ្មានប្រយោជន៍ឬក៏គ្មានបានទៅជួយទៅដល់វីរៈកងទ័ពទេមានតែយកឈ្មោះកងទ័ពហ្នឹងឬក៏ឈ្មោះវីរៈកងទ័ពដែលគាត់បានពលីជីវិតហ្នឹងឲ្យយកទៅលក់ឬក៏បើកប្រាក់ខែជំនួសពួកគាត់ទៅទៀតរាល់ថ្ងៃហ្នឹងបងប្អូននៅតាមព្រំដែនណាជាពិសេសកងទ័ពហ្នឹងត្រូវបានរងគ្រោះមិនកំពុងតែខ្វះស្បៀងកំពុងតែខ្វះទឹកប៉ុន្តែបញ្ហានៅក្នុងប្រទេសវិញវាពាក់ព័ន្ធជាមួយនឹងវិស័យអីផ្សេងរឿងអីផ្សេងទៅហើយខ្ញុំនិយាយហ្នឹងអត់ប៉ះពាល់ទៅដល់បងប្អូនអ្នកដែលគាត់លក់អនឡាញឬក៏អីទេប៉ុន្តែខ្ញុំចង់បញ្ជាក់ថាមានឃើញលេមួយដែលគេប្រកាសហ្នឹងថាជាលេដែលខុសដូចថាវាមានជាតិគីមីជាតិអីច្រើនប៉ះពាល់ដល់សុខភាពតាមក្បួនច្បាប់មុននឹងគាត់យកមកលក់ត្រូវតែមានបញ្ជីការត្រូវតែបានចុះឬក៏ត្រួតពិនិត្យហើយអីមិនមែនគាត់បើកលក់ឲ្យទូទាំងប្រទេសហើយរហូតដល់ចែកចាយមកដល់ក្រៅប្រទេសទៀតណាមានអ្នកតំណាងចែកចាយបន្តទៀតហើយរងគ្រោះតែទៅជាមតិមួយចំនួនត្រូវបានឲ្យគាត់ថាមុននឹងទិញអីត្រូវពិនិត្យមើលផងហើយពលរដ្ឋក្នុងនាមជាពលរដ្ឋម្នាក់បានសំអាងឬក៏បានពឹងទៅលើរដ្ឋាភិបាលឬក៏អ្នកដែលធ្វើការងាររាជការហ្នឹងដើម្បីត្រួតពិនិត្យអាហ្នឹងបងពុនបើកប្រាក់ខែឲ្យពួកហ្នឹងវាធ្វើការហេតុអីក៏វាអត់ធ្វើការរហូតទៅដល់មានបញ្ហាអញ្ចឹងមកថាឲ្យពលរដ្ឋចេះប្រយ័ត្នប្រយែងខ្លួនឯងរឿងហ្នឹងវាផ្អើលឈុលទៅប៉ុន្តែរឿងបងប្អូនកងទ័ពនៅតាមព្រំដែនវាទៅជារឿងមួយដែលសាបណាវាជារឿងមួយដែលសាបអញ្ចឹងថាតើមានចេតនាអីឲ្យប្រកាសណាហើយរឿងអាភិបពុកអាលួយរឿងអាភិបដែលมันបានក្រិតក្រមអីច្បាស់លាស់ហ្នឹងវាមិនមែនទៅតែលើកទី1ទេណានៅក្នុងប្រទេសខ្មែរហើយខ្ញុំសូមបញ្ជាក់មួយទៀតណាមន្ត្រីរាជការមួយចំនួនធ្វើការនៅក្នុងវិស័យក្រសួងអីហ្នឹងមួយចំនួនសម្ដីអាក្រក់ណាស់ឃើញពលរដ្ឋខ្មែរក្រីក្រអីស្លូតត្រង់អីហ្នឹងទៅប្រៀបដូចជាយើងនឹងកញ្ជះអញ្ចឹងពលរដ្ឋខ្មែរដែលបងពុនជូនរដ្ឋដើម្បីបើកប្រាក់ខែឲ្យអ្នកមន្ត្រីរាជការអស់ទាំងហ្នឹងប៉ុន្តែសម្ដីរបស់វាជះអាចទាំងកថាមកដល់ពលរដ្ឋបើសិនជាពួកអ្នកមានអីគេទៅនិយាយពីក្លោកអាណប់គេណាអានេះក្រុមមន្ត្រីរាជការនៅតាមមន្ត្រីរាជការដែលធ្វើការបម្រើបើកប្រាក់ខែរដ្ឋបម្រើពលរដ្ឋហ្នឹងគឺមកធ្វើជាម្ចាស់ពលរដ្ឋទៅវិញណាធ្វើជាចវាយរបស់ពលរដ្ឋទៅវិញអាគ្នាទៅធ្វើឯកសារអីមុំនោះស្ដីឲ្យគ្នាជ្រះឆ្អេះមកវិញអញ្ចឹងបានថាខ្ញុំនិយាយចង់បញ្ជាក់ថារឿងបញ្ហារឿងលេដែលចេញមកលក់ឲ្យទើបតែប្រកាសថាមានជាតិគីមីណាវាមិនមែនជាលើកទី1ហើយវាក៏មិនមែនជារឿងអីដែលចម្លែកដែរប៉ុន្តែអ្វីដែលចម្លែករឿងព្រំដែនដែលសៀមគេយករឿងអ្វីដែលចម្លែករឿងហេតុអីក៏បញ្ហាព្រំដែនមិនយកទៅដោះស្រាយនៅច្បាប់អន្តរជាតិសួរថាហេតុអីអាហ្នឹងវាគួរឲ្យចម្លែកបងប្អូនបើអារឿងច្បាប់នៅក្នុងស្រុកខ្មែរវាអត់មានអីចម្លែកទេអារឿងថាយកមកលក់ឲ្យទៅតែប្រកាសថាគ្មានបញ្ជីការឬក៏ទៅតែមានរោជាតិគីមីឃើញអីបែបនេះឬក៏អាពេលគេចាប់ដើមលក់ហ្នឹងលុយទៅវាញុកខ្វាក់ភ្នែកហើយឥឡូវទៅរឹតពុនគ្នាមកមិនបានទៅតែប្រកាសបរិហាគេអាហ្នឹងវារបៀបសុំកលុំទៅគ្នាឯងណាជាមួយទាំងអាច្បាប់ជាមួយទាំងអ្នកលក់ហ្នឹងវាមានរឿងអីចម្លែកហើយអ្នករងគ្រោះពលរដ្ឋអ្នកដែលទិញប្រើអ្នកតំណាងចែកចាយគ្នាតូចតាចនេះអារឿងហ្នឹងវាផ្អើលឈុលចឹងទៅអញ្ចឹងហើយបានទៅទុកអារឿងព្រំដែនចោលមកកដុកខ្ញុំសោកស្ដាយអាត្រង់ហ្នឹងខ្ញុំសោកស្ដាយថាតើប្រទេសជាតិហ្នឹងតើវាអាចផ្លាស់ប្ដូររួចទេបើរដ្ឋាភិបាលក្នុងនាមជាអ្នកដឹកនាំប្រទេសបែរជាមកបង្កើតព្រឹត្តិការណ៍ដើម្បីបន្លប់ស្ថានភាពដែលកំពុងត្រូវបានបរទេសឈ្លានពានបែបហ្នឹងតើយើងអាចមានសង្ឃឹមថាប្រទេសនឹងទទួលបានសុខដុមរមនាឬក៏សន្តិភាពដោយតែមាត់ខ្លួនឯងប្រកាសទេតើបានសន្តិភាពមកពីណាបើប្រទេសអសន្តិសុខអញ្ចឹងណាបានសន្តិភាពពីណាបើគេវាយយកតាមព្រំដែនអញ្ចឹងហើយពលរដ្ឋត្រូវបានប្រើប្រាស់ផលិតផលគ្មានគុណភាពហើយទើបតែមកប្រកាសណាហើយខាងក្រសួងសុខាភិបាលឬក៏អីហ្នឹងអ្នកខ្លះមានវិជ្ជាជីវៈទៅអ្នកខ្លះហ្នឹងគ្មានទេមកហ្នឹងទិញតែតំណែងទិញតែតួនាទីយកមកហ្នឹងឃើញអ្នកជំងឺហ្នឹងពូតយកដូចពូតយកលុយអញ្ចឹងណា
ហើយដល់ពេលមន្ត្រីរាជការបំរើពលរដ្ឋហ្នឹងទៅសម្ដីស្មើនឹងមេឃពលរដ្ឋហ្នឹងប្រៀបដូចជាកាជះអានេះហើយបញ្ជាក់ថាថ្នាក់ដឹកនាំដែលមានចរិតអសិលធម៌ឬក៏គ្មានវិជ្ជាជីវៈដល់ពេលយកទៅបំរើការងាររដ្ឋមិនមែនយកទៅបំរើពលរដ្ឋទេគឺយកទៅបំរើបពពួកឬក៏អ្នកមានអីចឹងទៅអាគ្នាអ្នកក្រនេះក៏ជាអ្នកបងពុនដែរណែអ្នកមានមួយចំនួនហ្នឹងមិនប្រកាសថាបងពុនឲ្យដូចពលរដ្ឋទេណាពលរដ្ឋខ្ជាប់ខ្ជួនណាត្រូវគេគៀបគ្រប់កន្លែងណាថ្លៃទឹកថ្លៃភ្លើងអីបងគ្រប់កន្លែងណាកន្លែងខ្លះហ្នឹងគ្មានទាំងឲ្យគ្នាដាក់ផ្ទាំងសាលាទៅទៀតអញ្ចឹងបានថាវាពាក់ព័ន្ធទាំងស្រុងលើថ្នាក់ដឹកនាំណារឿងដែលបង្កើតឡើងទាំងព្រំដែនក៏ដោយទាំងបញ្ហាក្នុងស្រុកក៏ដោយគឺយើងបញ្ជាក់ថាអាទង្វើដែលរញ៉េរញ៉ៃពេញប្រទេសនេះណាគឺជាកំសោយរបស់ថ្នាក់ដឹកនាំដែលគ្មានសមត្ថភាពក្នុងការរៀបចំប្រទេសឲ្យមានសន្តិភាពដោយដែលពួកគាត់ប្រកាសក្តែងរាល់ថ្ងៃនេះអាត្រង់ហ្នឹងឲ្យបង្ហាញពីកំសោយនៃការដឹកនាំបើសិនជាកូនរបស់អស់លោកបញ្ជាក់ថាមានញាប័ណ្ណបត្រឬក៏សញ្ញាបត្រពីថ្នាក់កម្ពុជាមកម្លេះមិនស្រុកទេអញ៉ៃចឹងទេណាមិនមែនធ្វើការងារដូចក្មេងបៀមដៃចឹងទេមន្ត្រីក៏ដោយអីក៏ដោយបើធ្វើការងារបម្រើរាជប្រកាសថាបម្រើរាជបម្រើជាតិប្រកាសថាបម្រើជាតិម្លេះគេមិនមែនធ្វើបាបពលរដ្ឋខ្មែរគេមិនមែនយកដីខ្មែរហើយក៏មិនមែនទុកឲ្យទាហានខ្មែរយើងគ្មានសភាវុធប្រើគ្មានស្បៀងគ្មានទឹកអីប្រើតាមព្រំដែនចឹងដែរបញ្ជាក់ត្រឡប់មកវិញរឿងអស់ហ្នឹងបងប្អូនទាំងអស់គ្នានៅក្នុងប្រទេសក៏ជាបញ្ហាសំខាន់តាមព្រំដែនរត់តែសំខាន់ទៅទៀតណាគេឈួតគេជាគេដូរមេដឹកនាំញឹកញយមែនប៉ុន្តែទឹកដីរបស់យើងគេយកទៅឲ្យពលរដ្ឋគេណាគេកាត់ប្លង់រឹងយកទៅឲ្យពលរដ្ឋគេណាសោកស្ដាយដែរត្រង់ហ្នឹងណាខ្ញុំនិយាយហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំឆេះឈួលប៉ុន្តែចង់បញ្ជាក់ថារដ្ឋាភិបាលដែលដឹកនាំប្រទេសឲ្យរញ៉េរញ៉ៃបញ្ជាក់ពីកំសោយហើយក៏គ្មានសុខសន្តិភាពដែរណាប្រទេសអស្ថិរភាពតើមានសន្តិភាពមកពីតាណានេះយើងគិតឲ្យច្បាស់អាត្រង់ហ្នឹងជំរាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយខ្ញុំឃើញសាររបស់ក្រសួងមហាផ្ទៃគេប្រកាសព័ត៌មាននៅថ្ងៃទី23ខែ6ហ្នឹងគេថាព័ត៌មានអាមេរិកមួយនោះគេប្រកាសមិនឲ្យគណៈបកយកជំនួយឬក៏អីពីបរទេសទេខ្ញុំមានសំណួរប្រមាណសំណួរជាចម្ងល់ទេណាទី1មនុស្សដែលជេរខ្ញុំហែកហួរហ្នឹងថាខ្ញុំហ្នឹងនិយាយព័ត៌មានឬក៏ share ព័ត៌មានបំផុសបំផុលណាហេតុអីដល់ក្រសួងមហាផ្ទៃគាត់យកទៅផុសបំរាមដែរបើគ្រាន់តែជាព័ត៌មានមិនពិតទី2ណាប្រទេសយើងគឺជាប្រទេសប្រជាធិបតេយ្យដូចសំណេរនៅខ្លឹមសារដែលក្រសួងមហាផ្ទៃប្រកាសណាជាប្រទេសប្រជាធិបតេយ្យសេរីពហុបកហើយបើយើងជាប្រទេសប្រជាធិបតេយ្យសេរីពហុបកហេតុអីក៏យើងខ្លាចក្នុងការទទួលជំនួយហ្នឹងដើម្បីពង្រឹងជួយទៅដល់គណៈបកប្រឆាំងឬក៏ជួយទៅដល់ពលរដ្ឋខ្មែរដែលកំពុងតែព្យាយាមឆ្ពោះទៅរកភាពជោគជ័យឬក៏សេរីភាពកាន់តែខ្លាំងណាវាខ្លាចអីអារហកហ្នឹងខ្លាចអីនៅក្នុងខ្លឹមសារមួយទៀតនោះគេថាដើម្បីការពាររដ្ឋធម្មនុញ្ញណាពូជតកោហ៊ុនកែខ្ទេចខ្ទីហ្នឹងសូម្បីតែសិទ្ធិពលរដ្ឋក៏គាត់មានដកដែរហ្នឹងណាសិទ្ធិពលរដ្ឋពីកំណើតអីតែមិនស្រួលចង់ដកក្បត់ចោលពេលណាក៏បានហ្នឹងអាហ្នឹងការពាររដ្ឋធម្មនុញ្ញដែរណាក្រសួងមហាផ្ទៃនេះណាមួយទៀតខ្ញុំចង់សួរថាអូក្នុងខ្លឹមសារហ្នឹងគេមានការពារបូរណភាពទឹកដីការពារបូរណភាពទឹកដីអាម៉េចសៀមខ្ញុំគិតថាសៀមស្ដាយក្រោយមិនតិចទេដែលត្រង់ថាវាយខ្មែរតលាក់គ្រាប់មីស៊ីលតលាក់គ្រាប់បែកអីជាច្រើនហ្នឹងបើសៀមគ្រាន់តែពាត់បលាលុះហើយជំរុញពលរដ្ឋខ្មែរចេញសៀមមិនបាច់ចាំអស់លុយវល់លានដុល្លារដើម្បីប្រើសភាវុធអស់នោះទេណាសៀមគ្រាន់តែពាត់បលាលុះយកបានបាត់ហើយអាត្រង់ហ្នឹងជាចំណុចមួយដែលយើងត្រូវគិតដែរព្រោះមនុស្សរបស់ហ៊ុនសែននេះណាប្រភេទមនុស្សហ៊ុនសែននេះណាគឺខ្មាស់គេឬក៏ស្អប់បំផុតមនុស្សដែលប្រមាថមើលងាយគាត់ឧទាហរណ៍ជាក់ស្ដែងត្រឹមតែពលរដ្ឋរិះគន់ថារដ្ឋាភិបាលដឹកនាំចេះបង្កើតចុះបង្កើតតាមសម្លាប់តាមគម្រាមចាប់ញាត់គុកអីចឹងទៅហើយបើនៅក្រៅប្រទេសធ្វើអីគេបង្កើតតាមជាយាមទិញអីចឹងទៅឬក៏បញ្ជូនមនុស្សទៅជេរហែកហួរលៀបពណ៌អីចឹងទៅណាប៉ុន្តែចំណែកសៀមចំណែកយួនវិញសៀមទៅចូលយកគេប្រមាថគេឌៀមដាមប៉ុណ្្នឹងហ៊ុនសែនអាចនៅកើតណាហេតុអីហ៊ុនសែនលក់ប្រទេសនឹងទៅឲ្យគេប៉ុន្តែបើថាបកគលឲ្យគេវាងាយពេកវាអាក្រក់មើលណាសុកចិត្តឲ្យធ្វើសង្គ្រាមតិចទៅហើយក៏របៀបគាត់នឹងក៏ចង់សម្លាប់ទាហានខ្មែរដែលស្នេហាជាតិពិតប្រាកដខ្លះដែរព្រោះអីបងប្អូនខ្មែរយើងខ្លាំងណាខ្លាំងបើសិនជាត្រឹមតែប្រយុទ្ធប៉ុណ្្នឹងប្រហែលមិនឈ្នះខ្មែរទេប៉ុន្តែចាញ់ត្រង់ថាសម្ដេចពុកគាត់នឹងឲ្យដកចេញណាដកថយប៉ុន្តែសម្ភារៈសភាវុធអត់មានឲ្យគាត់ទេឲ្យគាត់យកខ្លួនទៅពាំង
ណាធម្មតាតែមានកងទ័ពឬក៏ទាហានណាដែលស្នេហាជាតិពិតប្រាកដថ្ងៃណាមួយគាត់នឹងរើបំរាស់ធ្វើឲ្យរបបតកូលហ៊ុននឹងរគូសរកើអញ្ចឹងរបៀបដែលហ៊ុនសែនត្រូវសម្អាតសម្រាប់ខ្មែរហ្នឹងគឺមានច្រើនច្រកច្រើនរហោតាំងពីរបៀបបិទសិទ្ធមិនឲ្យបរទេសចូលជួយបើឲ្យចូលជួយឲ្យដូចយួនអីចឹងចូលមកដឹកនាំប្រទេសតែហ្មងដូចឲ្យតាមច្រកព្រំដែនអីចឹងមើលឃើញឯងឲ្យពលរដ្ឋពហិការប៉ុន្តែថ្នាក់លើទាំងអស់ទៅបើកច្រកព្រំដែនទៅលួចយកព្រំដែនទៅលួចយកអីវ៉ាន់ខុសច្បាប់ពីសៀមនឹងយកមកលក់គេបិទច្រកអញ្ចឹងហើយគេផ្អើលពលរដ្ឋផ្អើលឈូឆអញ្ចឹងគេសុកចិត្តទៅផលិតនៅយួនហើយបញ្ជូនមកខ្មែរដដែលប៉ុន្តែបងប្អូននៅក្នុងស្រុកខ្មែរផលិតវាពិបាកចេះទៅគៀបពុនគាត់ចេះគៀបពុនគាត់អញ្ចឹងរាល់ថ្ងៃពលរដ្ឋប្រៀបដូចជាចំណីនៃរបបតកូលហ៊ុននឹងអញ្ចឹងហើយបើសិនជាពលរដ្ឋឬក៏អ្នកមានមួយចំនួនគិតថាអូរបបនេះអាចធ្វើឲ្យខ្លួនឯងសុខសាន្តណាមិនយូរទេគ្រាន់តែថ្ងៃហ្នឹងអ្នកឯងបានសុខសាន្តថ្ងៃហ្នឹងអ្នកឯងមើលទៅទំនងជាមានហឺហាតែថ្ងៃណាមួយគេនឹងស៊ីអ្នកឯងវិញបន្តគ្រាន់តែវាមិនទាន់ដល់វេនដោយលោកបណ្ឌិតកែមលីមានប្រសាសន៍អញ្ចឹងអ្វីដែលក្រសួងមហាផ្ទៃប្រកាសព័ត៌មាននេះណាបញ្ជាក់ថាมันបានការពាររដ្ឋធម្មនុញ្ញទេព្រោះរដ្ឋធម្មនុញ្ញភាសាតសេហ្នឹងមើលទៅត្រឹមត្រូវប៉ុន្តែទង្វើដែលរបបតកូលហ៊ុនធ្វើហ្នឹងវាផ្ទុយណាការពារបូរណភាពទឹកដីការពារហ្នឹងវាផ្ទុយបើសិនជាគាត់ការពារមិនមែនពលរដ្ឋបានបង្កើតទៅខ្លាចជាភូមិរងចាំអញ្ចឹងទេបេះដូងពលរដ្ឋម្ចាស់ដីម្ចាស់ចំការម្ចាស់ប្រទេសក្នុងនាមជាខ្មែរណាស្ទឹងតែអាយ៉ះទ្រូងហើយណាប៉ុន្តែមិនដឹងថាត្រូវធ្វើយ៉ាងម៉េចដោយសារតែរបបតកូលហ៊ុនក្នុងនាមជាអ្នកដឹកនាំរដ្ឋប៉ុន្តែធ្វើចរិតបែបកជើធ្លុះណាកជើធ្លុះកជើធ្លាយហ្នឹងគេការពារគេហៅថាប្រទេសប្រជាធិបតេយ្យសេរីពហុបកមកពីណាបកដែលគេប្រឆាំងពិតប្រកបត្រូវបានសន្លត់គម្រាមឬក៏ទិញយកបកខ្លះហ្នឹងមនុស្សខ្លះហ្នឹងដែលគ្នាមិនចូលរួមជាមួយហ្នឹងចាប់គ្នាញាត់គុកអាហ្នឹងសេរីពហុបកមកពីណាអញ្ចឹងមានន័យថាប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃមួយស្លឹកនេះណាគឺបញ្ជាក់ថាវាគ្មានអីល្អទេគឺមានន័យថាបិទសិទ្ធបំផ្លាញប្រទេសណាបើត្រូវបាត់បង់បូរណភាពទឹកដីគ្មានសិទ្ធិក្នុងការធ្វើនយោបាយនេះបញ្ជាក់ច្បាស់បែបហ្នឹងតែបាត់តែសំណេរហ្នឹងសរសេរអក្សរមកវាល្អឥតខ្ចោះអញ្ចឹងហើយប៉ុន្តែន័យផ្ទុយដែលទង្វើរាល់ថ្ងៃដែលយើងមើលឃើញគឺវាបែបហ្នឹងយើងគ្មានសិទ្ធិអីទាំងអស់ក្នុងនាមជាពលរដ្ឋខ្មែរហើយសូមផ្ដាំទៅដល់អ្នកដែលថាជេរខ្ញុំថាព័ត៌មាននឹងវាคล้ายទេបិទភ្នែកសម័យប៉ុន្តែតែប្រាប់ក្រសួងមហាផ្ទៃផងអានឹងคล้ายទេកុំបារម្ភពេកកុំទាន់អាប្រកាសណាគុំប្រកាសអីអានឹងคล้ายទេឲ្យនៅស្ងៀមទៅប្រាប់គាត់វិញផង